ចាសសួស្តីបងប្អូនគុណសិស្សរបស់យើងសម្រាប់លេខរបស់យើងក្នុងថ្ងៃនេះម៉ោង1គឺអត់មានចូលទេចាវាដើរមក0ណាដូចជាមាន08ហ៎ប្រហែលដូចជាមាន08មិញនិយាយភ្លេចដែរយើងនិយាយថាចឹងណានេះនិយាយអត់សូវចងចាំទេបើ08គឺយើងចូលលេខវាសនាម៉ូតូណាចាហើយលេខរបស់យើងវាទៅដើរម៉ោងមកដណ្ដប់កន្លះ2ដណ្ដប់កន្លះវិញយើងទៅភ្ញាក់ពីគេងទៅក៏មើលឃើញចឹងក៏យើងមកយកប្រស្នាថ្មីសម្រាប់ហារបស់យើងក៏យើងនៅតែចង់ឲ្យកូនសិស្សលេងកុំចោលវាណាចាព្រោះហាហ្នឹងក៏វាស្អាតយាយស្រឡាញ់ខ្លាំងណាប៉ុន្តែវាអត់ដើរសោះហើយមុននេះយាយសម្រាប់ហ្នឹងគឺយាយយកលេខម៉ោង4ឲ្យដោយសារយាយឃើញម៉ោងមកដណ្ដប់កន្លះនោះគឺវាចេញ15 18ចាហើយដូចជាចេញ20ម៉ានផង24กับ26វាចេញផងអញ្ចឹងទៅក៏យាយសម្រាប់យកលេខថ្មីឲ្យប្រស្នាថ្មីឲ្យបងប្អូនចាយាយសពឃើញម្ដាយយាយហ្នឹងគាត់សម្រានចាម្ដាយយាយហ្នឹងគាត់បងប្អូនដឹងណាគាត់អាយុ63ហើយឃើញគាត់អាសាចេញ65ចាយាយមាននៅក្នុងកប៉ៅនេះ20000នេះហើយបន្ទាប់មកយាយក៏ដើរទៅខ្ចីគាត់20000ទៀតយាយទៅដល់ក៏លុតជង្គង់ទៅគាត់ក៏បើកភ្នែកបងគាត់ពងសារានអញ្ចឹងណាតែគាត់ឃើញលឺយាយដើរទៅក៏គាត់បើកភ្នែកមកយាយក៏ថាខ្ចី20000តមកគាត់ក៏សួរថាយក20000នឹងឯងថាយកតែ10000បានខ្ញុំមានកប៉ៅ20000ហើយចាបន្ទាប់មកម៉ែគាត់ថាអត់មានលុយចាយណាមានប៉ុណ្ណេះឯងណាគាត់លាត20000ក្នុងកប៉ៅហ្នឹងយើងអត់បានឃើញរូបភាពទេគាត់យើងដឹងថាវាមាន20000ប៉ុន្តែគាត់យើងខ្ចីគាត់ហ្នឹងគឺគាត់លាតមកគឺយើងឃើញกระดาษ10000ពេញតែម្ដងតែមកនិយាយថាមកវិញឲ្យយាយតែមកក៏យាយហៅប្អូនពៅបងយាយថាឲ្យមើលក្មួយផងទៅរៀនអត់យាយចូលប្រគុណចាបន្ទាប់មកក៏ក្មួយបើយាយឲ្យសពឃើញក្មួយយាយគឺភាគរយខ្ពស់គឺចេញ09តែក្នុងវិស័យនោះបានឃើញគាត់ណាគាត់ថាប្រាប់ប្អូនឲ្យមើលក្មួយទៅរៀនផងចាហើយយាយចូលប្រគុណបើយាយចូលក្នុងប្រគុណក៏យាយកាត់60ដែរម្ដាយបងយាយក៏60ដែរគាត់ថាប្រគុណដែលយាយចូលនោះវាឃើញកញ្ច្រែងវារៀងបែកហើយកញ្ច្រែងនឹងរៀងពណ៌ក្រហមដែរវារៀងបែករៀងអីហើយប្រគុណរៀងពណ៌សដែរចាប៉ុន្តែក្នុងនោះវាមានយុស័ព្ទម្ដាយបងយាយទៅហើយ63 65ហើយចាហើយសម្រាប់លុយគឺសម្រាប់យាយគឺយាយកាត់ក្នុងកប៉ៅយើងមាន2000យើងកាត់20ហើយនឹងខ្ចីគាត់មក10000យាយកាត់10ចា10គួតចឹងណាចាអានេះវាសនាថ្មីបងយាយអញ្ចឹងកូនសិស្សដែលគាត់បកកាយកាត់គាត់កាត់ទៅចាអញ្ចឹងលេខម៉ោង1ហ្នឹងគឺវាដើរមកខ្ទង់0អញ្ចឹងសម្រាប់ការយល់សពម៉ូតូហ្នឹងគឺវាចេញហើយចាហើយដូចជាមាន48ផងមិន48គឺអត់មាននៅក្នុងការកាត់បងយាយទេគាត់ថាយាយយល់សពឃើញមនុស្សខ្ទង់40ឃើញឡានឃើញអីប៉ុណ្្នឹងឯងអញ្ចឹងគឺពូហេងនៅម៉ោង4អរគុណ